ជំរាបសួរអស់លោកអ្នកបងប្អូនហើយថ្ងៃនេះខ្ញុំចង់ចែករំលែកមួយទៀតគឺការអនុស្សាវរីយ៍កាលខ្ញុំនៅក្មេងកាលខ្ញុំនៅរៀនពេលដែលខ្ញុំទៅសាលារៀនហើយខ្ញុំត្រឡប់មកវិញនៅពេលយប់ខ្ញុំចាំបានថានៅពេលយប់ខ្ញុំចូលចិត្តអានសៀវភៅពេលខ្ញុំអានសៀវភៅវាធ្វើឲ្យខ្ញុំបានទទួលនូវព័ត៌មានជាច្រើនអំពីមេរៀនហើយរហូតដល់ថ្ងៃប្រឡងអញ្ចឹងទៅខ្ញុំអាចទោះបីមិនចេះទាំងអស់តែខ្ញុំអាចចាំអំពីអ្វីដែលខ្ញុំធ្លាប់អានហ្នឹងអញ្ចឹងវាធ្វើឲ្យខ្ញុំអាចប្រឡងអាចចេះអញ្ចឹងណាអញ្ចឹងនេះជាសារមួយចង់និយាយអំពីការដែលយើងសិក្សាអញ្ចឹងថ្ងៃនេះផងដែរសម្រាប់ព្រះគម្ពីរវិញសម្រាប់អ្នកដែលជឿព្រះអង្គវិញនៅពេលណាដែលអានព្រះគម្ពីរពេលខ្លះជួលខ្ញុំផ្ទាល់ពេលដែលអានព្រះគម្ពីរចាប់កាន់ព្រះគម្ពីរពេលខ្លះមួយគេងហើយពេលខ្លះអត់ចង់កាន់ទេហើយយើងរវល់ផងអញ្ចឹងទៅយើងអត់មានពេលក្នុងការកាន់តែបើសិនជាការកាន់អានទៅវាធ្វើឲ្យយើងសញ្ជឹងគិតបានល្អច្រើនប៉ុន្តែដោយសារបទពិសោធន៍មួយទៀតដល់ពេលដែលយើងរវល់ហើយយើងអាចឆ្លៀតស្ដាប់ព្រះគម្ពីរនៅក្នុង app ហ្នឹងវិញអញ្ចឹងមានតែការស្ដាប់ហ្នឹងទេដែលអាចជួយខ្ញុំបានអញ្ចឹងនៅពេលដែលយើងធ្វើការស្ដាប់នៅក្នុងព្រះគម្ពីរមួយខ្ញុំលើកអំពីព្រះគម្ពីរមួយព្រះគម្ពីររ៉ូមចំពុក10ខ17បានចែងថាដូច្នេះជំនឿកើតមកពីសេចក្តីដែលយើងបានស្ដាប់រីឯសេចក្តីដែលយើងបានស្ដាប់នោះកើតមកពីព្រះបន្ទូលរបស់ព្រះគ្រីស្ទអញ្ចឹងការស្ដាប់ធ្វើឲ្យយើងទទួលបានព័ត៌មានជាច្រើននៅអ្វីដែលយើងបានស្ដាប់ហ្នឹងអញ្ចឹងហើយក្នុងគម្ពីរនេះបានបញ្ជាក់ថាចេះការស្ដាប់និយាយពីការស្ដាប់គឺមិនន័យខុសពីការដែលឮហើយចោលការស្ដាប់គឺមិនន័យថាស្ដាប់ហើយដោយយកចិត្តទុកដាក់នឹងធ្វើឲ្យយើងយល់ហើយយើងចេះស្វែងយល់អំពីអ្វីដែលយើងបានឮហ្នឹងហើយដូចក្នុងព្រះគម្ពីររ៉ូមចំពុក10ខ17នេះបានចែងមកដូចនេះឯងអញ្ចឹងបើនិយាយអំពីបទពិសោធន៍នៃការដែលអានព្រះបន្ទូលខ្ញុំឥឡូវនេះគឺអត់សូវប្រកែកអានទេគឺដូចខ្ញុំថាអញ្ចឹងគឺមួយគេងលឿនតែបើកាន់ទូរស័ព្ទកាន់ Facebook លេងអីមានអារម្មណ៍មួយថាវាដូចអត់សូវអីវិញវាដូចជួយឲ្យយើងអំណរក្នុងការធ្វើអាការទាំងអស់នោះប៉ុន្តែដល់ពេលកាន់ព្រះបន្ទូលធ្វើឲ្យយើងអត់ចូលចិត្តអញ្ចឹងមានតែវិធីមួយទៀតគឺយើងស្ដាប់អញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំនឹងស្ដាប់ឲ្យបានច្រើនពេលខ្លះទៅការបដៅយើងស្ដាប់បដៅក៏បានដែរវាអត់ខាតពេលអញ្ចឹងប៉ុន្តែបើសិនជាការអានហើយមានពេលវេលាច្រើនការអានគឺសំខាន់មែនទែនពេលយើងអានហើយយើងផ្ដោតទៅលើអ្វីដែលយើងកំពុងតែអានហ្នឹងទៅទាំងព្រមគ្នាតែម្ដងអញ្ចឹងអរគុណហើយនេះគឺសារមួយដែលខ្ញុំចង់ចែករំលែកមានតែប៉ុណ្្នឹងទេអរគុណច្រើនសូមព្រះជាម្ចាស់ទ្រង់បានប្រទានពរ